ជាទូទៅការងារដែលយើងក្នុងកិច្ចព្រមព្រៀងនយោបាយយើងដូចវាអត់មានការងារមួយទៅធ្វើជាមួយគ្នាទេមានន័យថាក្នុងកិច្ចព្រមព្រៀងនយោបាយនៅក្នុងគោលការណ៍ប្រជាធិបតេយ្យវាជារឿងធម្មតាទេនៅលើពិភពលោកនេះដែលមានចំណងសម្ព័ន្ធភាពរវាងគណៈបកក្រៅរដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចប៉ុន្តែលក្ខន្តិកៈនិងគោលនយោបាយរបស់គណៈបកនីមួយៗនៅដូចគ្នាដដែលគោលបំណងនៃការបង្កើតគណៈបកនយោបាយមិនមែនដើម្បីគណៈបកទេដើម្បីផលប្រយោជន៍ប្រទេសជាតិរបស់យើងអញ្ចឹងយើងអត់មានមើលឃើញគណៈបកណាមួយគេធ្វើការដើម្បីគណៈបកទេមានន័យធ្វើការដើម្បីជាប្រយោជន៍ជាតិអញ្ចឹងអាចមានឈ្មោះថាគណៈបកផ្សេងគ្នាអាចឈ្មោះថាចងសម្ព័ន្ធភាពប៉ុន្តែគោលនយោបាយផ្សេងគ្នារបៀបដោះស្រាយវាអាចមានលក្ខណៈខុសគ្នាប៉ុន្តែវាមិនគិតថាខុសគ្នាមួយណាល្អមួយណាអាក្រក់មួយណាប្រសើរវាជាធម្មតាទេអាហ្នឹងដោយសារប្រទេសយើងដែលកាន់របបប្រជាធិបតេយ្យសេរីពហុបកហ្នឹងអញ្ចឹងកិច្ចការងារអ្វីទាំងឡាយគឺរឿងគណៈបកនយោបាយយើងថាជាការយល់ខុសគ្នាប៉ុន្តែយើងមិនឲ្យកើតជាចំនួនគ្នាជាទូទៅយើងឃើញថាការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាយើងដឹងហើយតាំងពីក្រោយទសវត្សរ៍79មកដល់ពេលនេះប្រហែលជា40ឆ្នាំជាងហើយហ្នឹងហើយគណៈបកប្រជាជនកម្ពុជាហើយបើយើងនិយាយថ្ងៃនេះគឺខួបទី74នៃអាយុកាលដែលបង្កើតគណៈបកប្រជាជនកម្ពុជាបើតាមប្រវត្តិសាស្ត្រហ្នឹងអញ្ចឹងការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាបើយើងនិយាយទៅវាមានចំណុចខ្លះជាចំណុចវិជ្ជមានមានចំណុចខ្លះជាចំណុចអវិជ្ជមានចឹងដែរប៉ុន្តែរឿងទាំងអស់នោះវាជារឿងធម្មតានៃការដឹកនាំព្រោះអ្វីទាំងដែរវាមិនអាចបំពេញបានទាំងស្រុងទេដូចជាការខ្វះចន្លោះក្នុងប្រតិបត្តិការដូចជាការខ្វះចន្លោះក្នុងផ្នែកច្បាប់ជួនណាច្បាប់មែនតែប្រតិបត្តិការយើងមានខ្វះចន្លងដូចជាមន្ត្រីអនុវត្តច្បាប់អញ្ចឹងស្ថាប័ននីមួយៗមានកំហុសឆ្គងប៉ុន្តែអារឿងខុសឆ្គងគេថាវាមិនសំខាន់ទេសំខាន់ដឹងខុសហើយនាំគ្នាចេះកែរឿងគណៈបកប្រជាជនដែលសំខាន់បំផុតគឺគណៈបកប្រជាជនកែជារៀងរហូតតាំងពីទសវត្សរ៍90ការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិរៀបចំដោយអ៊ុនតាក់គណៈបកប្រជាជនរៀនពីបទពិសោធន៍រហូតដែលគេចោទគណៈបកប្រជាជនជាគណៈបកកុម្មុយនីសជាគណៈបកអាយ៉ងដែលគេចោទកន្លងមកហ្នឹងប៉ុន្តែដំណើរពេលនេះអ្វីដែលការចោទហ្នឹងវាត្រូវសាបរលាបជាមួយសេចក្តីពិតសាបរលាបជាការខិតខំប្រឹងប្រែងដែលវាខុសពីការពិតដែលគណៈបកប្រជាជនកម្ពុជាមិននៅក្នុងដូចជាការចោទដល់ពេលយើងមើលឃើញអញ្ចឹងយើងឃើញថាគណៈបកហ្នឹងវាដូចជាធម្មតាអត់មានមើលឃើញថាគណៈបកប្រជាជននឹងជាគូមួយដែលយើងត្រូវការប្រកួតប្រជែងត្រូវឲ្យកើតជាងជាចំនួនហ្នឹងកន្លងមកយើងឃើញបទពិសោធន៍នយោបាយខ្លះដូចយើងក្នុងទម្រង់ប្រជាធិបតេយ្យនឹងដូចជាមានការស្មុគស្មាញប្រជាធិបតេយ្យគេមិនមែនមកឲ្យឆ្លោះកាប់ចាក់គ្នាទេប្រជាធិបតេយ្យគេឲ្យយើងរៀនជជែកគ្នារៀនយល់គ្នារៀនស្ដាប់គ្នាដែលគេសិទ្ធិនៃការសម្ដែងមតិគេឲ្យយើងរៀនជជែកគ្នាការសម្ដែងមានការសម្ដែងមតិឲ្យបង្កើតជាសត្រូវដែលយើងធ្វើឲ្យការបែកបាក់ជាតិទេហើយអ្នកនយោបាយត្រូវស្គាល់ពីផលប្រយោជន៍របស់ជាតិមិនរឿងគ្រប់រឿងយើងចេះតែនិយាយទេរឿងណាដែលជារឿងជាតិរបស់យើងត្រូវគិតរបៀបម៉េចមិនយើងធ្វើការកាញ់ការនយោបាយដើម្បីតែបកយើងទេយើងនិយាយអីចង់តែប្រជាប្រិយភាពរបស់បកយើងទេយើងត្រូវគិតដល់ជាតិយើងមានន័យថារឿងខ្លះយើងត្រូវគិតផលប្រយោជន៍ជាតិទេធំបើធ្វើនយោបាយមិនគិតពីប្រយោជន៍ជាតិគឺមិនបាច់ធ្វើនយោបាយហ្មងបើយើងគិតពីប្រយោជន៍ជាតិយើងត្រូវដឹងថាទង្វើណាដែលជាប្រយោជន៍ដល់ជាតិទង្វើណាដែលខាតជាប្រយោជន៍ដល់ជាតិយើងមិនធ្វើទង្វើដោយសម្ដីវោហារស័ព្ទអ្នកនយោបាយហ្នឹងគឺប៉ះពាល់ខ្លាំងណាស់ដែលអ្នកនយោបាយត្រូវប្រយ័ត្នសម្រាប់ខ្ញុំអាចរៀនសូត្រពីរឿងនយោបាយនៅកម្ពុជារៀនបានច្រើនរហូតមកចេញដឹកនាំកិច្ចការងារនយោបាយព្រោះរៀនជាង30ឆ្នាំដែរសាលានយោបាយនេះបាទអញ្ចឹងអាចរៀនសូត្របានច្រើនបាទបើយើងនិយាយពីគោលការណ៍នៃការចូលរួមក្នុងការប្រកួតប្រជែងក្នុងគោលការណ៍ប្រជាធិបតេយ្យនេះដំណើរការបោះឆ្នោតមានន័យថាគណៈបកនយោបាយទាំងអស់មានសិទ្ធិដូចគ្នាមិនមានថាគណៈបកណាតូចមិនមានសិទ្ធិថាគណៈបកណាធំអីទេយើងមានសិទ្ធិដូចគ្នាក្នុងការចូលរួមក្នុងកិច្ចការងារនយោបាយអញ្ចឹងការយល់ឃើញការចោទប្រកាន់ខ្លះរបស់គណៈបកនយោបាយខ្លះជាវោហារស័ព្ទនយោបាយដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងវោហារស័ព្ទនយោបាយមិនមែនចេះតែនិយាយឲ្យដើម្បីរកតែប្រយោជន៍គណៈបកនយោបាយមានន័យថាប្រអាប់គេលើខ្លួនឯងដាក់កំហុសគេថាខ្លួនយើងល្អតែជួនណាអត់ដឹងថាចំណុចយើងល្អអីទេបែវាជាចំណុចអញ្ចឹងឃើញរបៀបអ្នកនយោបាយកន្លងមកខ្ញុំឃើញអាចថាមានអញ្ចឹងជាវិវាទនយោបាយអ្នកខ្លះគាត់ក៏ឆ្លងកាត់នៅបទពិសោធន៍នយោបាយដែរតាំងមេដឹកនាំនៃគណៈបកប្រជាជនកម្ពុជាគាត់ឆ្លងកាត់បទពិសោធន៍នៃការងាររបស់គាត់ការងារជាក់ស្ដែងនៅលើទីលាននយោបាយដែលគាត់ប្រឈមដែលដូចខ្ញុំបានបញ្ជាក់អញ្ចឹងត្រូវការកែលម្អអភិវឌ្ឍម្ដងទៀតជាប្រចាំទល់អ្វីដែលគេបានមើលឃើញគណៈបកប្រជាជនខុសឆ្លាស់ដែលគេបានគិតដូចជាគណៈបកអាយ៉ងអីយ៉ាងឃើញវាខុសពីការពិតខុសពីការពិតសូម្បីតែកន្លងមកនឹងរួមទាំងខ្ញុំនឹងកាលនៅជំរងនយោបាយក៏មានការគិតសញ្ញាណបែបហ្នឹងដែរប៉ុន្តែខ្ញុំអត់ដែល
ជំហររបស់ខ្ញុំរបៀបរបស់ខ្ញុំមិនដែលខ្ញុំអត់ដឹងច្បាស់ដោយខ្លួនឯងខ្ញុំអាចជាមន្ទិលសង្ស័យអញ្ចឹងនៅពេលដែលយើងចង់សម្ព័ន្ធភាពនេះអាចឲ្យខ្ញុំយល់ស្គាល់ការពិតស្គាល់បុគ្គលិកលក្ខណៈរបស់មេដឹកនាំគណៈប្រជាជនថាគាត់មានចេតនាបើកចិត្តទូលំទូលាយក្នុងការចូលរួមដើម្បីរួមជាគំនិតដើម្បីក្នុងការអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នាអត់មានសម្គាល់ឃើញខ្លះមួយឲ្យយើងនិយាយអីក្នុងចេតនាជាផលប្រយោជន៍ជាតិកុំចេតនាចោទប្រកាន់រឿងខ្លះជារឿងគេហៅថារឿងដែលយើងមិនត្រូវនិយាយយើងធ្វើនយោបាយគិតពីប្រយោជន៍ជាតិតែយើងនិយាយរឿងដែលមិនត្រូវនិយាយដូចជារឿងបុគ្គលរឿងចោទអានេះចោទអានោះអញ្ចឹងឃើញមានអីយើងទៅរឿងត្រូវនិយាយតែយើងនិយាយដើម្បីជាតិយើងសម្រាប់របស់ខ្ញុំពាក្យថាជាតិគឺប្រជាពលរដ្ឋជាធំជាតិមានទឹកដីមានច្បាប់ទម្លាប់មានរដ្ឋាភិបាលមានប៉ុន្តែបើអត់មានប្រជាពលរដ្ឋសួរថាយើងប្រកាសមានទឹកដីធ្វើអីយើងមានរដ្ឋាភិបាលធ្វើអីយើងមានច្បាប់ធ្វើអីបើអត់មានប្រជាពលរដ្ឋចុះបើយើងជាតិយើងអត់មានស្មោះត្រង់ជាមួយគ្នាឯងហ្នឹងសូម្បីតែយើងធ្វើនយោបាយយើងបាត់ការស្មោះត្រង់ខ្លួនយើងមុនគេបាត់ការស្មោះត្រង់យើងនិយាយថាធ្វើនយោបាយដើម្បីជាតិធ្វើនយោបាយស្រឡាញ់ជាតិប៉ុន្តែយើងសួរមើលពិតអត់សម្រាប់ខ្ញុំដែលខ្ញុំកំពុងតែឈរនៅទីនេះខ្ញុំច្បាស់ខ្លួនខ្ញុំចូលរួមនៅក្នុងកិច្ចការនយោបាយបើខ្ញុំធ្វើដើម្បីតែប្រយោជន៍គ្រួសារខ្ញុំគ្រាន់តែរស់ខ្ញុំអត់បាច់ធ្វើនយោបាយទេព្រោះវាបង្កការស្មុគស្មាញច្រើនចំណាយពេលវេលាច្រើនណាដល់ពេលនេះប្រហែលជាចូលជិត30ឆ្នាំជាងដែរតាំងពី91មកដំណើរការរៀននយោបាយតាំងពី91មករមុំដឹកនាំកិច្ចការងារនយោបាយមករយៈជាមួយគណៈបកជាទូទៅយើងមើលឃើញបទពិសោធន៍របស់យើងហៅថាប្រទេសឆ្លងកាត់របបប្រវត្តិសាស្ត្រដល់ប្រទេសឆ្លងកាត់របបប្រវត្តិសាស្ត្រចុះវាមានបញ្ហាខ្លះហើយពាក្យថារបបយើងដឹងហើយពេលដែលយើងកំពុងទៅអញ្ចឹងយើងត្រូវរបបរបៀបមិនយើងត្រូវកាច់កងមិនរបបប្រវត្តិសាស្ត្ររបស់យើងពីមុនអត់ធ្លាប់មានការបោះឆ្នោតអញ្ចឹងការបោះឆ្នោតឡើងការរៀបចំមានការខ្វះខាតមានការខ្វះចន្លោះរួមទាំងច្បាប់ស្ដីពីដំណើរការបោះឆ្នោតក៏អាចមានខ្វះចន្លោះដែរអញ្ចឹងយើងត្រូវធ្វើបច្ចុប្បន្នភាពយើងហៅថាពិសោធនកម្មកែលម្អជាបន្តបន្ទាប់ឃើញទេវាតែងតែមានអញ្ចឹងហើយរឿងទាំងអស់នេះមិនមែនសម្រាប់តែកម្ពុជាទេនៅលើពិភពលោកប្រទេសណាក៏ដូចប្រទេសណាដែរអត់មានប្រទេសណាជាងប្រទេសណាដែរពីមុនមកខ្ញុំមានគំនិតខ្លះថាដឹកនាំប្រទេសយកគំរូតាមប្រចាំប្រទេសតាមសហរដ្ឋអាមេរិកតាមអូស្ត្រាលីតាមបារាំងអីឥឡូវនេះខ្ញុំកាន់តែច្បាស់អត់មានយកគំរូអ្នកណាទាំងអស់ខ្មែរបង្កើត model នយោបាយរបស់ខ្មែរគឺឯកភាពជាតិខ្មែរជាកត្តាសំខាន់បំផុតយើងទៅជែកគ្នាប៉ុន្តែក្នុងគោលបំណងដើម្បីផលប្រយោជន៍ជាតិដើម្បីបានផលប្រយោជន៍ជាតិត្រូវមានឯកភាពជាតិដើម្បីឲ្យមានឯកភាពជាតិត្រូវលុបបំបាត់អធិមេនះអកតេនៅក្នុងខ្លួននៃអ្នកនយោបាយការចោទប្រកាន់ដោយបំពានដោយមិនត្រឹមត្រូវហើយដូចខ្ញុំបញ្ជាក់អញ្ចឹងរឿងខ្លះវាពិតប៉ុន្តែយើងត្រូវដោះស្រាយបែបម៉េចក្នុងទំហំចង្អៀតក្នុងទំហំទូលាយយើងអាចនិយាយបានរឿងខ្លះនាំឲ្យមហាជនមានការផលច្រឡំដូចជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីនៅការបច្ចុប្បន្នភាពរឿងរ៉ាវថ្មីនេះរឿងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិរឿងបញ្ហាព្រំដែនយើងឃើញបញ្ហាខ្លះដែលគាត់យល់ពីនីតិវិធីនិងដំណើរការរបស់តុលាការយុត្តិធម៌អន្តរជាតិគាត់ថាការដាក់នឹងជាការបោកប្រាស់ប៉ុន្តែគេនិយល់នីតិវិធីគេដឹងថាដំណាក់កាលទី1ត្រូវធ្វើយ៉ាងម៉េចត្រូវជូនជាដំណឹងត្រូវបញ្ជាក់ទៅឲ្យតុលាការហ្នឹងថាយើងមានចេតនាបញ្ហាអញ្ចឹងដល់អញ្ចឹងឃើញការយល់អាហ្នឹងដូចថាយើងអត់យល់ហើយដូចសម្ដេចលើកឡើងយើងរឿងអីត្រូវទៅយកអាហ្នឹងបងទៅបើបង្ហាញដល់សាធារណៈព្រោះយើងកំពុងតែប្តឹងជាមួយប្រទេសដែលមានបញ្ហាជាមួយយើងដែលកំពុងតែពាក់ព័ន្ធជាមួយយើងអញ្ចឹងយើងបើកសាធារណៈដូចបើករឿងហ្នឹងឲ្យប្រទេសដែលជាដៃគូដែលយើងត្រូវប្តឹងហ្នឹងដឹងអញ្ចឹងអាហ្នឹងដែលរឿងយើងមិនត្រូវនិយាយអ្នកនយោបាយទល់យល់អញ្ចឹងបាទថាខ្ញុំពីមុនខ្ញុំចេះគិតសម្ដេចចេះសម្ដេចចុះដែរប៉ុន្តែដល់ខ្ញុំព្យាយាមកាន់តែសិក្សាគាត់មានលក្ខណៈខ្លះបុគ្គលិកដួងចិត្តស្ទើរតែដូចខ្ញុំនិយាយថាសូម្បីតែបទចម្រៀងរបស់គាត់របៀបដូចខ្ញុំអញ្ចឹងមកហើយអារបៀបនិយាយអីគឺចង់និយាយឲ្យឃើញអញ្ចឹងដែរប៉ុន្តែត្រូវដឹងរឿងដែលចង់និយាយដូចគ្នាគឺហ៊ាននិយាយចំពោះមុខអញ្ចឹងហ្មងខ្ញុំពេលជួបប្រជុំជាមួយសម្ដេចធិបតីសម្ដេចអគ្គអត់ដែលបាននិយាយទេប៉ុន្តែខ្ញុំយល់ថាបើខ្ញុំជួបខ្ញុំនឹងនិយាយរឿងច្រើនអញ្ចឹងដែររឿងឲ្យអស់ចិត្តដែលក្នុងនាមជាកូនខ្មែរចង់និយាយអញ្ចឹងខ្ញុំមកចូលនយោបាយនេះគឺដើម្បីអញ្ចឹងមាននយោបាយខ្លាចគេថាត្រូពងមិនត្រូពងខ្ញុំអត់មានគិតទេព្រោះជាមិនផុតទេផែនដីនេះគ្មានអ្នកណាមួយដែលអត់មានគេទីទានទេគេនិន្ទាទេគ្មានទេសូម្បីតែព្រះសម្មាសម្ពុទ្ធអញ្ចឹងយើងអ្នកនយោបាយជាបឋិជនធម្មតាមានដឹកនាំប្រទេសអីជារឿងធម្មតាណាត្រូវទទួលស្គាល់អញ្ចឹងយើងធ្វើកិច្ចការងារនយោបាយ